សួស្តីអ្នកទាំងអស់ជាតើអ្នកធ្លាប់មានអារម្មណ៍ទេថាប្រាក់ខែទៅបានទៅតែ2 3ថ្ងៃបាត់អស់ទៅហើយនេះគឺជាបញ្ហាដែលមនុស្សជាច្រើនជួបប្រទះថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអំពីវិធីសាស្ត្រគ្រប់គ្រងលុយប្រចាំខែដើម្បីឲ្យប្រាក់របស់អ្នកគ្រប់គ្រាន់សន្សំបាននិងមានអនាគតសុភមង្គលចាំមើលដល់ចុងវីដេអូដើម្បីទទួលបានគុណលឺសំខាន់ទី1កំណត់ប្រាក់ចំណូលនិងបែងចែកជំហានដំបូងគឺត្រូវដឹងប្រាក់ចំណូលសរុបរបស់អ្នកមុនឧទាហរណ៍ប្រាក់ខែ$500ការងារបន្ថែម$100សរុបបាន$500បន្ទាប់មកយើងនឹងប្រើវិធីសាស្ត្រ50 30និង20 50% សម្រាប់ចំណាយចាំបាច់ 30% សម្រាប់ចំណាយសប្បាយ 20% សម្រាប់សន្សំនិងវិនិយោគទី2ចំណាយចាំបាច់ 50% ចំណាយចាំបាច់គឺអ្វីដែលគ្មានវាអ្នករស់នៅមិនបានឧទាហរណ៍ជួលផ្ទះឬបង់ផ្ទះអាហារទឹកភ្លើងអ៊ីនធឺណិតដឹកជញ្ជូនសុខភាពនិងថ្នាំសរុបរបស់ចំណាយទាំងនេះមិនគួរលើសពីពាក់កណ្ដាលប្រាក់ចំណូលទី3ចំណាយសប្បាយ 30% ការរស់នៅមិនមែនមឿនតែការងារនិងកាក់បង់បំណុលទេយើងក៏ត្រូវការរីរែកផងដែរកន្លែងដែលអ្នកអាចចំណាយបានគឺកាហ្វេឬទៅភោជនីយដ្ឋានទៅទស្សនកិច្ចឬកម្សាន្តផ្សេងៗទិញអីវ៉ាន់ឬខោអាវប៉ុន្តែត្រូវចាំថាកុំឲ្យលើសពី 30% នៃប្រាក់ចំណូលទី4សន្សំនិងវិនិយោគចំណុចសំខាន់បំផុតគឺការសន្សំត្រូវចងចាំគោលការណ៍សន្សំសិនចំណាយក្រោយសន្សំសម្រាប់ហេតុបន្ទាន់ដូចជាជំងឺឬអាសន្នសន្សំវែងអនាគតដូចជាទិញផ្ទះឬសិក្សាវិនិយោគតិចៗដើម្បីបង្កើនចំណូលដូចជាភាគហ៊ុនឬអាជីវកម្មតូចៗបើអ្នកធ្វើបានជាប្រចាំអនាគតហិរញ្ញវត្ថុរបស់អ្នកនឹងរឹងមាំទី5តាមដាននឹងការសម្រួលកុំភ្លេចកត់ត្រាការចំណាយប្រចាំថ្ងៃអ្នកអាចប្រើសៀវភៅតូចឬ app ដូចជា Money Lover ឬ Excel ចុងថែពិនិត្យម្ដងបើឃើញថាចំណាយលើសកាត់ចុះឲ្យបន្ថែមទៅក្នុងសន្សំឧទាហរណ៍បើសិនជាចំណាយលើកាហ្វេ$60អាចកាត់ចុះ$30ហើយដាក់សន្សំទី6ការពារបំណុលចំណុចសំខាន់ទៀតគឺកុំឲ្យបំណុលគ្រប់គ្រងជីវិតអ្នកប្រើកាតអេនិយមតែបើចាំបាច់ប្រសិនតែមានបំណុលត្រូវចាត់ចែងបង់ជាលំដាប់កុំខ្ចីលុយសម្រាប់របស់មិនចាំបាច់នេះហើយគឺជាវិធីសាស្ត្រគ្រប់គ្រងលុយប្រចាំខែដែលអាចជួយឲ្យអ្នករស់មើលបានយ៉ាងសុខសាន្តនិងមានអនាគតហិរញ្ញវត្ថុរឹងមាំចងចាំថាសន្សំសិនចំណាយក្រោយបើអ្នកចូលចិត្តវីដេអូនេះសូមចុច like ចុច subscribe ហើយចែករំលែកជាមួយមិត្តភ័ក្តិដើម្បីឲ្យគ្រប់គ្នាមានជីវិតហិរញ្ញវត្ថុល្អប្រសើរឡើងសូមអរគុណហើយជួបគ្នាវីដេអូក្រោយ